Đây mình đang dùng control trên này ESP education cái này phần ổn cho sang sân sẽ tạiใน control ពាក់ព័ន្ធទៅនឹងធានបត់ថ្មីៗដែលគ្រូតែងតែលើកឡើងថ្ងៃនេះដែរជាមួយ ESP education ធ្វើការបង្ហាញបងប្អូនបន្តពីការលុប background នៅក្នុងកម្មវិធី Adobe Photoshop ទៅលើរូបភាពដែលមានផ្ទៃផ្សេងៗហើយមកជាទម្រង់បែបនេះអូខេអញ្ចឹងរូបភាពដើមរបស់យើងគឺរូបនេះគឺជារូបរបស់អ្នកគ្រូមានផ្ទៃជាតែស្ពីបធម្មជាតិបន្តមកទៀតយើងធ្វើការ remove វាដើម្បីបង្កើតវាទៅជាទម្រង់ PNG ដែលមានតែរូបនោះយកទៅដាក់នៅកន្លែងផ្សេងៗបានអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយើងចូលមកកាន់ធានបត់របស់យើងតែម្ដងពាក់ព័ន្ធទៅនឹងការអនុវត្តគឺទីមួយអ្នកនរគ្នាបើករូបភាពហ្នឹងនៅក្នុងកម្មវិធី Adobe Photoshop របស់យើងហើយធ្វើការដោះ sound unlock background វាឬក៏ចុចកន្លែងមាន sound ហ្នឹងដើម្បីដោះវាដើម្បីវាកែបានហើយបន្តមកទៀតក្នុងករណីចំពោះកន្លែងនេះបើសិនមកក្នុងកម្មវិធីយើងមាន property បើកហើយអូខេមិនបាច់ទៅបើកទេប៉ុន្តែក្នុងករណីអត់មានពាក្យ property មាន option property ប្រើប្រាស់គេហៅថាកន្លែង folder property ប្រើប្រាស់មិនអញ្ចឹងយើងចូលទៅ menu window ហើយចុច tick ទៅលើ property ហ្នឹងដើម្បីវាបង្ហាញហើយបន្តមកទៀតយើងធ្វើការ select ទៅលើ layer ដែលមានរូបភាពដែលយើងចង់លុបហើយយើងចុចស្វែងរកពាក្យ quick action ហើយនឹងប៊ូតុង remove background ជាការស្រេចហើយយើងធ្វើការរក្សាទុកវាជាទម្រង់ PNG អូខេអញ្ចឹងចូលមកការអនុវត្តនៅក្នុងកម្មវិធី Photoshop តែម្ដងអញ្ចឹងនេះគឺជាទម្រង់កម្មវិធី Photoshop 21របស់អ្នកគ្រូយើងចុច file open ឬក៏ control O ចាអញ្ចឹងអ្នកគ្រូរករូបភាពដើមនេះគឺជារូបភាពដើមរបស់អ្នកគ្រូអញ្ចឹងយើងបើកប្រើប្រាស់តែម្ដងអញ្ចឹងវាជាប់សោនេះអញ្ចឹងអ្នកនរគ្នាដកចុចវាពីរដងដោះសោឬក៏បើសិនជាវាជាប់អញ្ចឹងចឹងអ្នកអរគ្នាអាចនេះចុចកន្លែងសោនេះដើម្បីដោះចាពូនសោណាចាដោះវាទៅអ្នកគ្រូអត់ទេអ្នកគ្រូចង់ធ្វើការប្រៀបធៀបចឹងអ្នកគ្រូ copy វាហើយវាទូទៅទៅពេល copy ហើយវាបាត់សោវាអាចជាប់អាចវាជាទូទៅបើសិនជាប់គេដាក់ជាប់អូខេអញ្ចឹងនេះអ្នកគ្រូដោះសោវាទៅហើយអ្នកគ្រូបិទ original នេះមួយសិនកុំឲ្យឃើញអញ្ចឹងនេះគឺជាទម្រង់ដែលយើងអាចកែបានដាក់នឹងជាប់សោអញ្ចឹងនៅក្នុងដំណាក់កាលនេះគឺយើងទៅឆែកមើលអញ្ចឹងយើងទៅមើលកន្លែង window នេះ menu window របស់ក្នុងករណី property វាបង្ហាញណាចេញយក window នេះព្រោះមិនឲ្យកន្លែង property នេះមាន text អញ្ចឹងដោយសារបើអ្នកគ្រូមានស្រាប់អញ្ចឹងយើងមិនបាច់កំណត់អីទៀតទេអញ្ចឹងក្នុងករណីយើងមានហើយមិនបាច់ទេណាគឺធ្វើយ៉ាងណាឲ្យ property ហ្នឹងមាន text គឺវានឹងបង្ហាញនេះកន្លែងនេះណាបើសិនបើអត់មានន័យថាបើសិនយើងអត់នេះឃើញវាអត់មានអញ្ចឹងយើងរត់ឃើញយើងត្រូវចូលទៅ window ហ្នឹងដាក់ property ហ្នឹង text ចាព្រោះមិន text វាហើយអញ្ចឹងដើម្បីវាបង្ហាញខ្លួននៅនេះចាបន្តមកទៀតយើងធ្វើការ select លើរូបភាព layer រូបភាពដែលយើងកំពុងរៀបចំណាហើយយើងចូលកន្លែង property យើង scroll ឡើង quick action មកវាឲ្យបង្ហាញចេះកន្លែង quick action ដើម្បីបើកហើយយើងយកប៊ូតុង remove background នេះទៅហើយយើងរងចាំឲ្យវាដំណើរការជាការស្រេចអូខេអញ្ចឹងចំពោះការ remove text field នេះគឺមានលក្ខណៈងាយស្រួលមែនទែនចាយើងរងចាំអូខេអញ្ចឹងវា remove background ហើយចំពោះ Adobe 2021ណាអញ្ចឹងសង្ឃឹមថានៅក្នុងវីដេអូនេះមិនមានការលំបាកទេហើយនេះច្បាប់ដើមអូខេនេះគឺក្រោយពេលកាត់តកែតម្រូវហើយអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្រូមានតែប៉ុណ្្នឹងទេប្រសិនបើប្រិយមិត្តមានបំណងចង់ធ្វើការសិក្សាស្វែងយល់អំពីការងារគណនេយ្យឬជាកម្មវិធីគ្រប់គ្រងគណនេយ្យអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012289363ដែលមានភ្ជាប់ក្នុងវីដេអូនេះស្រាប់អរគុណច្រើនចំពោះការតាមដានហើយក៏សូមអភ័យទោសរងហុសឆ្គងផងដែរបាយបាយជួបគ្នានៅពេលក្រោយអរគុណ